បាទវ៉ាវបងប្អូនវ៉ាវនឹងហើយបងប្អូនគឺសិស្សច្បងស្វាយសំណោះបានចោះលេងទឹកហើយបងប្អូនអើយគឺអំណាចខ្លាំងមែនតើបងប្អូនមើលតែរូបរាងក៏ជះរាងសង្ហាដែរបងប្អូនគឺទូកសែនស្រណោះធ្វើការរំលាក់ចូលនៅក្នុងទឹកហើយបងប្អូនគឺយើងត្រៀមចាំដើម្បីដល់ថ្ងៃទី27ខែ10 2027នេះហើយបងប្អូនគឺយើងជាម្ចាស់ផ្ទះបងប្អូនគឺយើងត្រៀមចាំទូកដើម្បីមកប្រណាំងនៅថ្ងៃទី27ខែ10 2027នៅខាងស្រុកកងមាសភូមិស្វាយសំណោះបងប្អូនហ្នឹងហើយបងប្អូនគឺនេះបងប្អូនប្រជាពលរដ្ឋរបស់យើងគឺគាត់មានការស្វាគមន៍ខ្លាំងមែនតើបងប្អូនដើម្បីជួយគ្នាជ្រោមជ្រែងដើម្បីមាតុភូមិរបស់យើងបងប្អូនគឺសែនស្រណោះបងប្អូនគាត់ទៅចុះទឹកគឺអំណាចគឺផ្អើលអស់អ្នកភូមិខ្លាំងប៉ុណ្ណឹងហើយបងប្អូនចាំមើលតើថ្ងៃទី27ហ្នឹងតើយើងអាចយកឈ្នះដៃគូប្រកួតបានឬទេបងប្អូនហ្នឹងហើយបងប្អូនគឺនេះគឺចំណុះរបស់យើងគឺមានបងក៏ដូចជាចំណុះទូកជាច្រើនអ្នកដើម្បីធ្វើការរំលាក់ទូកចូលទៅក្នុងទឹកដើម្បីយើងធ្វើការត្រៀមសមវឹកហាត់បងប្អូននេះគឺលបឿនក៏ដូចជាចំណុះទូកយើងគឺអស្ចារ្យខ្លាំងមែនតើបងប្អូនគឺគាត់ស្រស់ដៃគ្នាខ្លាំងមែនតើដើម្បីឲ្យទូកយើងក៏ដូចជាលបឿនធ្វើការដំណើរការយ៉ាងសកម្មខ្លាំងមែនតើបងប្អូនហ្នឹងហើយគឺអស្ចារ្យខ្លាំងមែនតើនេះគឺជាការវឹកហាត់សមដៃជាលើកទី1ដើម្បីយើងស្វាគមន៍ព្រោះយើងជាម្ចាស់ផ្ទះបងប្អូនយើងត្រូវតែប្រុងប្រយ័ត្នហើយក៏ត្រៀមធ្វើការសមដៃឲ្យខ្លាំងបងប្អូនហ្នឹងហើយដើម្បីយកឈ្នះគូប្រកួតហ្នឹងហើយបងប្អូនថ្ងៃទី27នេះគឺដឹងតែល្អមើលខ្លាំងហើយបងប្អូនហ្នឹងហើយបងប្អូនអាចមកមើលបានមកទស្សនាបាននៅថ្ងៃទី27ខែ10 2025ចិត្តមកដល់ហើយបងប្អូននៅខ្វះតែ5ថ្ងៃទៀតទេបងប្អូនអាចមកទស្សនាផ្ទាល់បានណាបងប្អូនហ្នឹងហើយគឺអស្ចារ្យខ្លាំងណាស់បងប្អូនអើយទាំងលបឿនទាំងចំណុះរបស់យើងគឺស្រស់ដៃគ្នាខ្លាំងមែនតើ